sẽ ngày nay cứ bùi dân tập pin nét miền xây ở môi đây cho đường lõ sản nhập vật cũហើយអ្វីដែលជាការលើកឡើងនេះវាជាចំណុចដែលយើងគួរតែគិតតែមែនតើទៅវាជាចំណុចល្អសម្រាប់ជីវិតគូដើម្បីយើងអនុវត្តស្របពេលដែលយើងចាប់ផ្ដើមរៀបការស្រឡាញ់គ្នាយូរឆ្នាំរហូតដល់ចំណុចចុងក្រោយនៃជីវិតគូចាចឹងមកដឹងថាថ្ងៃហ្នឹងអូនចង់និយាយពីអីហ្នឹងហើយបងលឺអនឯងភាសាមិញថាចង់លើកពីចំណុចល្អៗចែកម្លែកទៅដល់បងប្អូនយើងតើមានអីខ្លះដែលគិតថាជាចំណុចដែលពិសេសសម្រាប់បងប្អូនគាត់ចូលរួមនៅក្នុងការគិតនិងអនុវត្តចាថ្ងៃហ្នឹងខ្ញុំចង់លើកពីចំណុចល្អនៃជីវិតគូដែលយើងគួរតែដឹងជីវិតប្តីប្រពន្ធណាតម្រាំតែចាស់ជរាមួយគ្នាយើងឆ្លងកាត់ច្រើនដំណាក់កាលបើគិតទៅជាធម្មជាតិគឺបងអាចឆ្លុះបញ្ចាំងឃើញតាមរយៈក្តីស្រឡាញ់របស់តាយាយរបស់យើងចំណុចចុងក្រោយដែលបងចាប់អារម្មណ៍មែនតើគឺគាត់ត្រូវបានបាត់បង់អីគ្រប់យ៉ាងអស់ហើយបាត់បង់គ្រប់យ៉ាងហ្នឹងបានន័យថាពេលដែលចាស់ទៅគាត់កម្លាំងក៏គាត់បាត់បង់សុខភាពក៏គាត់បាត់បង់ការងាររបស់គាត់ដែលគាត់ធ្លាប់ធ្វើក៏គាត់បាត់បង់គាត់នៅសល់តែមួយគឺក្តីស្រឡាញ់ពីអ្នកតាយាយចំពោះគ្នាគាត់និងក្តីស្រឡាញ់ជាមួយនឹងកូនអញ្ចឹងបងប្អូនទាំងអស់គ្នាមុននឹងឆ្លងកាត់ទៅដល់ដំណាក់កាលថ្លៃជាយាយតាដូចបទចម្រៀងថាស្រឡាញ់គ្នាដល់កាន់ឈើច្រត់ណាបាទវាមានដំណាក់កាលច្រើនអញ្ចឹងខ្ញុំមាន5ដំណាក់កាលដែលចង់ឲ្យបងប្អូនទាំងអស់គ្នាយើងវិភាគមើលទាំងអស់គ្នាថាវាពិតជាអញ្ចឹងមែនអត់ចំណុចទី1មិនដែរទី1គឺជាគេហៅថាដំណាក់កាលស្នេហាដំបូងនៅពេលដែលយើងរៀបការហើយវាមានន័យថាមានតែ2នាក់យើងប្តីប្រពន្ធទេអញ្ចឹងពេលហ្នឹងសម្ពាធក៏អត់សូវមានទំនួលខុសត្រូវក៏អត់ទាន់មានច្រើនហើយអាក្តីស្រឡាញ់យើងនោះវាមានច្រើនអញ្ចឹងវាប្រៀបដូចជាគ្រប់យ៉ាងវានៅស៊ីចម្ពោះភេងមកកំហុសតិចតួចរបស់ប្តីប្រពន្ធក៏យើងអាចលើកលែងឲ្យគ្នាបានដូចថាអាក្តីស្រឡាញ់នេះវាច្រើនលើសលប់ហ៎បងចាបន្ទាប់មកគឺផុតតែដំណាក់កាលហ្នឹងគឺចូលដល់ទី2អូខេទី2ដំណាក់កាលដែលយើងមានកូនចៅអីពេលហ្នឹងមានកូនអាចមានកូន1កូន2កូន3អញ្ចឹងទៅវគ្គហ្នឹងគឺចាប់ផ្ដើមហីមានទាំងសម្ពាធមានទាំងទំនួលខុសត្រូវខ្ពស់រវល់មើលកូនបើថាមួយទៀតសំខាន់ហ្នឹងគឺរឿងសេដ្ឋកិច្ចគ្រួសារអូខេផឹងស្រស់ដៃគ្នាធ្វើម៉េចដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារដើម្បីឲ្យកូនទទួលបាននៅការថែទាំមួយដែលបានល្អត្រឹមត្រូវអូខេចាអញ្ចឹងបានន័យថាចំណុចទី2ខ្ញុំសូមបើកបញ្ចក់តិចបានន័យថាជាចំណុចមួយដែល active ឯងគឺសកម្មភាពនៅក្នុងជីវិតគូក្តីស្រឡាញ់ក៏យើងមានសកម្មភាពដែលយើងដំណើរជីវិតទុកលំបាករឿងរ៉ាវជាច្រើនជុំវិញហ្នឹងក៏យើងជួបបញ្ហានៅក្នុងគ្រួសារក៏យើងអាចនឹងមានរឿងរ៉ាវបន្តិចបន្តួចអមជាមួយនឹងដែរព្រោះពេលហ្នឹងគឺចាស់គាត់តែងតែនិយាយថាប្រឹងទៅទាត់ខ្លួននៅក្មេងពាក្យថាប្រឹងទៅទាត់ខ្លួននៅក្មេងហ្នឹងហើយគឺប្រឹងទៅហត់ក៏ដោយសប្បាយចិត្តក៏ដោយរឿងល្អក៏ដោយរឿងមិនល្អក៏ដោយយើងត្រូវទទួលយកបើទោះបីជាចំណុចនោះវាពិបាកទទួលយកប៉ុណ្ណាក៏ដោយតែខ្ញុំគិតថាគូជីវិតគឺយើងទទួលយកការពិតហើយយើងចូលរួមដោះស្រាយចាហើយមែនតើទៅដំណាក់កាលហ្នឹងយើងអាចនឹងបើសិនជាប្រហែសបន្តិចអាចនឹងពេលហ្នឹងយើងឃ្លាតឆ្ងាយគ្នាអត់ទៅមានពេលវេលាឲ្យគ្នាទៅវិញទៅមកបាត់បង់ភាពស្និទ្ធស្នាលដែរបាទចាដូចគេថាបើសិនជាស្រឡាញ់គ្នាគឺឲ្យយើងព្យាយាមមកបង្ហាញហើយរឿងមួយដែលយើងហត់នឿយក៏យើងត្រូវតែប្រាប់ទុកលំបាកឲ្យគ្នាដែរចាមិនបានន័យថាអូប្តីហត់ពេកប្រពន្ធហត់ពេកខ្ជិលប្រាប់ខ្លាចគាត់បារម្ភខ្លាចចេះខ្លាចចុះអត់ទេពេលដែលយើងបង្ហាញនឹងអ្វីដែលយើងកំពុងតែជួបនៅពេលបច្ចុប្បន្នខ្ញុំគិតថាប្តីប្រពន្ធនឹងដឹងសក់ទុកកុំឲ្យដូចពាក្យគេថាអូអត់ដឹងសោះអត់ដឹងថាគាត់ជួបរឿងនឹងសោះខ្ញុំលើកឧទាហរណ៍ថាបើសិនជាក្នុងករណីស្វាមីរបស់គាត់គឺប្រឹងធ្វើការមែនតើថ្មីហ្នឹងតែពេលដែលក្នុងលក្ខខណ្ឌមួយដែលគាត់ធ្វើការងារមួយចំនួនទៅវាអាចប៉ះពាល់ទៅដល់សុខភាពរាងកាយរបស់គាត់អញ្ចឹងធ្វើឲ្យគាត់ធ្លាក់ខ្លួនឈឺប្រពន្ធអត់ដឹងផងអញ្ចឹងកន្លែងហ្នឹងហើយដែលយើងគួរតែមានពេលខ្ញុំគិតថា3ពេលសម្រាប់ភាសាព្រឹកឡើងថ្ងៃនិងពេលយប់មុនចូលគេងអាហ្នឹងវាប្រៀបបីដូចជាការដែលយើងជិះទូកជាមួយគ្នាបាទម្នាក់ចៅម្នាក់ទៀតក៏ត្រូវតែចៅហើយយើងត្រូវជួយគ្នាទៅវិញទៅមកអូខេរឿងធំតូចបើទោះបីជាប្រពន្ធមិនបានទៅធ្វើការងារទាំងអស់ហ្នឹងតែប្រពន្ធត្រូវដឹងឮហើយក៏ដឹងពីរបៀបរបបក្នុងការធ្វើដែរនិយាយទៅអាចជួយគ្នាទៅវិញទៅមកអញ្ចឹងចំណុចហ្នឹងដូចជារៀងច្រើនដែរចុះទី3ទី3គឺដល់ដំណាក់កាលដែលកូនរបស់យើងគាត់ធំធាត់គាត់មានការងារធ្វើហើយពេលហ្នឹងអូខេ
មិនតានឹងអត្តន័យបានន័យថាម៉េច នឹងហើយដល់ដំណាក់កាលដែលកូនគាត់មានការងារមានមុខរបររបស់គាត់ហើយពេលហ្នឹងវាអាចថាយើងរៀងស្បើយឯងអាមេរិកគេរៀងស្រាលតិចដែរបង អូខេ ចា គិតចឹងដែរ ហ្នឹងហើយ ដូចម៉ែឪយើងចឹង ដល់ពេលយើងនឹងដៃនឹងជើងតិចទៅគាត់មានអារម្មណ៍ថាដូចរៀងធូរហ្នឹងហើយ ហ្នឹងហើយអញ្ចឹងដំណាក់កាលហ្នឹងគឺម៉ាក់ប៉ាក៏គាត់នៅតែមានទូនីតិហើយនឹងសម្ពាធដែរមិនមែនថាអត់ទាំងស្រុងទេ បាទ គាត់ក៏ត្រូវតាមមើលថែកូនតម្រែតម្រង់ផ្លូវកូនព្រោះកូនគាត់ត្រូវដើរដោយខ្លួនឯងអញ្ចឹងក៏ត្រូវមានប៉ាម៉ាក់នៅតាមជួយសម្របសម្រួលគាត់ដែរ បាទ ចា ចុះចំណុចទី បន្ទាប់មកគឺដល់ដំណាក់កាលមួយដែលរៀងឆាឡែងខ្លាំងណាគឺដំណាក់កាលដែលកូនគាត់ត្រូវមានគូសកល 4អូខេបបាពេលហ្នឹង ដំណាក់កាលហ្នឹងគឺពិបាកមែនព្រោះដំណាក់កាលដែលយើងត្រូវកាត់ចិត្តណា Yes ដូចពាក្យដែលនៅក្នុង Facebook នៅក្នុងបណ្ដាញសង្គមគាត់និយាយថាក្នុងការជ្រើសរើសគូសកលដើម្បីឲ្យបានគូសកលមួយសមប្រកបមិនមែនជារឿងស្រួលទេរឿងហ្នឹងវាជារឿងពិតបងប្អូនគឺជារឿងមួយដែលមិនថាខ្ញុំមិនថាបងប្អូនទាំងគ្នាទេខ្ញុំគិតថារឿងនេះគឺវាពិបាកដូចគ្នាដល់ដូចចាប់ឆ្នោតចឹង អូខេអាទី4ហ្នឹងមិនដែរ ទី4ហ្នឹងយើងចង់បែរត្រឡប់មកក្នុងទួនាទីជាឪពុកម្ដាយវិញ អូខេ ពេលហ្នឹងយើងត្រូវតែកាត់ចិត្តដោយសារតែមិនថាយើងស្រឡាញ់កូនរបស់យើងប៉ុណ្ណាក៏យើងអត់អាចថាត្រូវតែអោបកសោគាត់នៅក្បែរខ្លួនគាត់មិនអាចចេញឆ្ងាយពីយើងឬក៏គាត់ចាំបាច់ត្រូវតែរើសគូសកលតាមចិត្តយើង 100% អាហ្នឹងវាដល់វគ្គមួយដែលយើងឲ្យសិទ្ធិគាត់នៅក្នុងការរើសផ្លូវដើរខ្លួនគាត់ដែរគាត់ថាយើងក៏នៅតែឲ្យយោបល់យើងក៏នៅតែតាមមើលក្រោយនៅតែឲ្យយោបល់គាត់ អូខេអញ្ចឹងដូចវីដេអូដែលយើងបានបញ្ជាក់កន្លងមកអញ្ចឹងថាពីមុនគឺភាគច្រើនគឺមានការណែនាំឥឡូវនេះក៏នៅតែមានការណែនាំរវាងការជ្រើសរើសគូសកលដែរគ្រាន់តែថាការណែនាំមួយចំនួនហ្នឹងគឺបង្កប់នៅអត្ថន័យមួយគឺសម្រាប់លើកូនឲ្យកូនស្គាល់គ្នាដើម្បីឲ្យគាត់យល់ថាតើគាត់អាចរស់នៅជាមួយគ្នាមួយជីវិតបានអត់ ព្រោះមែនតើទៅគោលបំណងយើងទាំងអស់គ្នាតែមួយទេគឺចង់ឲ្យកូនរបស់យើងត្រូវបានដៃគូមួយដែលល្អសមប្រកបហើយមានគូជីវិតមួយដែលមានសុភមង្គល អញ្ចឹងកន្លែងនេះគឺគ្រាន់តែចង់បញ្ជាក់ថាការសម្រេចចិត្តក្នុងការផ្ដល់ឱកាសទៅឲ្យកូនដើម្បីជ្រើសរើសគូសកលក្នុងកន្លែងនេះអ្វីដែលខ្ញុំសង្កេតឃើញរឿងមួយដែលពេលដែលកូនជ្រើសរើសខុសគឺម៉ែឪពិបាកចិត្ត ចា៎ ហើយបើសិនជាម៉ែឪណែនាំឲ្យខុសក៏កូនគាត់មិនសប្បាយចិត្ត ហ្នឹង អញ្ចឹងហើយសនំពរក៏ដូចជារឿងដែលល្អមិនមានការស្ដីបន្ទោសគឺបើសិនជាកូនស្រឡាញ់នរណាម្នាក់សូមឲ្យម៉ែឪស្រឡាញ់ដែរចាំយើងសម្រេចចិត្តថារៀបការបើសិនជាម៉ែឪគាត់ជ្រើសរើសនរណាម្នាក់ឲ្យកូនតើតើកូនពេញចិត្តហើយយល់ពីគ្នាដែរទើបជារឿងល្អ ហ្នឹងហើយ អូខេមានតែប៉ុណ្ណឹងហើយចំណុចទី ចំណុចទី5គឺចំណុចដំបូងដែលបងនិយាយមុនហ្នឹងឯងគឺដល់វគ្គដែលយើងចូលនិវត្តន៍ 5ចុងក្រោយហើយ ចា អូខេ ចាស់ជរា ចូលនិវត្តន៍ហើយបងប្អូន បងនិងអូនខ្លាយទៅជាយាយតា ហ្នឹងហើយហើយមិនទៅអត្តន័យចុងក្រោយ វគ្គហ្នឹងអាចថាយើងមានពេលវេលាច្រើនណាព្រោះពេលហ្នឹងមានតែ2នាក់ទៀតហើយ ចាប់ដើមក៏2នាក់ចុងក្រោយក៏មានតែ2នាក់ដដែល បាទ តែវគ្គហ្នឹងរៀងកំសត់បន្តិចដោយសារកម្លាំងក៏ខ្សោយការងារក៏អាចធ្វើបានច្រើនពេលវេលាដែលនៅសេសសល់គឺសម្រាប់ថែរក្សាសុខភាពរបស់ខ្លួនឯង បាទជីវិតចុងក្រោយរបស់ជីវិតគូខ្ញុំគិតថាវាអត់មានអីដែលអស្ចារ្យបើពាក្យថាចុងក្រោយគាត់ថាមនុស្សម្នាក់គាត់មានអត្ថន័យរបស់គាត់តាំងតែពីការចាប់ផ្ដើមជាប្តីប្រពន្ធរហូតដល់ថ្ងៃដែលគាត់ឈឺគេងនៅលើខែពេទ្យហើយគាត់អាចនឹងអស់អាយុនៅពេលណាមួយរឿងដែលគាត់គិតនៅជីវិតចុងក្រោយគាត់សូមឲ្យតែក្តីស្រឡាញ់របស់គាត់និងអនុស្សាវរីយ៍របស់គាត់កន្លងមកគឺនៅដុតដាមជាប់គឺប្រកបអ្វីគ្រប់យ៉ាងរបស់គាត់ទាំងការងារទាំងសុខភាពរឿងរ៉ាវនៅក្នុងជីវិតរបស់គាត់គឺគាត់មានអារម្មណ៍ថាចាប់ផ្ដើមធ្លាក់ចុះហើយរឿងដែលគាត់ត្រូវធ្វើបន្តហ្នឹងគឺថែរក្សាគ្នាដដែល ចា៎ ចាប់ផ្ដើមគឺគាត់ស្រឡាញ់គ្នាដល់ចុងក្រោយគឺគាត់ត្រូវបែកគ្នាពីអ្នកគាត់ជីវិតចុងក្រោយនៃគូស្វាមីភរិយាវាអត់តិចផុតពីសេចក្តីស្លាប់ទេប៉ុន្តែគាត់ថាចង់ឲ្យអ្នកទាំងអស់គ្នានៅពេលដែលយើងមានបញ្ហាអីបន្តិចបន្តួចពេលដែលយើងមានបញ្ហាការបែកបាក់វាមិនមែនជារឿងល្អទេព្រោះនៅពេលដែលយើងចាប់ផ្ដើមជ្រើសរើសស្រឡាញ់នរណាម្នាក់ដើម្បីធ្វើជាគូជីវិតយើងតែងតែសម័យថាថ្ងៃចុងក្រោយគឺកាន់ដៃគ្នារហូតដល់ចាស់ព្រឹកចាស់ព្រេងកាន់ដៃគ្នារហូតដល់ខ្លាចទៅជាតាយាយនិងពេលដែលស្លាប់ម្ខាងសូមឲ្យការស្លាប់នឹងមានអនុស្សាវរីយ៍ជាជាងគេថា
ប្រត់ប្រត់រស់ហើយប្រត់នៅក្នុងន័យមួយដែលលែងលះគ្នា ចា អនឡាញមានអីជាចុងក្រោយសម្រាប់ផ្ញើជូនដល់អ្នកនរគ្នា ចាជាចុងក្រោយគឺគ្រាន់តែចង់ឲ្យបងប្អូនទាំងគ្នាដែលមានជីវិតគូយើងថែរក្សាគ្នាពីមួយដំណាក់កាលទៅមួយដំណាក់កាលយើងគេថាពុះពៀតស៊ូជាមួយគ្នាហើយយើងផ្ដល់ក្តីស្រឡាញ់ផ្ដល់ពេលវេលាយល់ចិត្តគ្នាទៅវិញទៅមករៀបចំដំណើរជីវិតមួយនេះឲ្យវាចប់ដោយរលូនដោយមានសុភមង្គលនិងធ្វើជាគំរូល្អសម្រាប់កូនចៅរបស់យើងថែរក្សាពេលវេលាដែលយើងមានជាមួយគ្នាព្រោះដូចដឹងមិនអញ្ចឹងមានដំណាក់កាលប្រហែលខ្លះអញ្ចឹងដល់ពេលវេលាឲ្យគ្នាឲ្យបានច្រើន បាទខ្ញុំមិនមានអីច្រើនទេគឺមានតែជូនពរបងប្អូនទាំងគ្នាដែលមានគូជីវិតហើយគឺថែរក្សានិងបន្តក្តីស្រឡាញ់ដើម្បីឲ្យការស្រឡាញ់មួយនេះគឺមានអត្ថន័យគ្រប់គ្រាន់សម្រាប់ជីវិតចុងក្រោយអរគុណច្រើន ចា៎